và ngàyឆ្លើយច្រើនតិចណាមានបងអូនស្រីមួយទៀតគាត់ថាលោកគ្រូខ្ញុំឲ្យតែមួយឈាមឃើញគុណវិនរហូតណាទេហាស់ទេអូហ្នឹងគឺ positive រហូតហើយឲ្យតែឃើញអានឹង positive ហើយគ្រូពេទ្យដែលគាត់ទៅបណ្ឌិតហ្នឹងគឺឲ្យថ្នាំសាសលេបរហូតឲ្យទៅលឿនណាក៏លេបដែរហើយឈឺ3 4ឆ្នាំហើយនៅតែលេបតែថ្នាំសាសទៅជួបគាត់លេបថ្នាំសាសទៀតហើយទៅលេបយូរៗរៀអាចណាបាទតាមពិតមែនទេណាកាលណាយើងព្យាបាលជាហើយអាសបកហ្នឹងនៅតែមើលឃើញទេអាមេរោគហ្នឹងនោះ2 3ឆ្នាំបានវាលុបបាត់ទៅវិញសំខាន់យើងមើលរោគសញ្ញាគាត់តើគាត់មានឈឺអីខ្លះណាជួនក៏អត់ឈឺអីហងគ្រាន់តែជួសឈាមឃើញឲ្យថ្នាំសាសគ្នាលេបយូរទៅអស់អាជាតិអិលក្នុងពោះវៀនគេហៅ flow intestinal ហ្នឹងចឹងអស់ជាតិអិលអាមេរោគដែលរស់ជួយកិនលាយចំណីអាហារយើងទៅវាងាប់អស់ទៅចឹងឲ្យតែយើងញ៉ាំអីទៅរៀកញ៉ាំអីទៅរៀកណារៀករហូតអ្នកខ្លះរៀករ៉ាំរៃហើយរត់មកសួរខ្ញុំហើយលោកគ្រូប្រើថ្នាំអីចឹងណាបាទអញ្ចឹងលើនេះច្បាស់ណាបាទន័យថាគុណវៀនបើមានរោគសញ្ញាណាមានក្តៅខ្លួនមានចុកពោះមានអីហូរហែហើយមើលទៅឃើញអាហ្នឹងគេព្យាបាលហើយប៉ុន្តែបើសិនជាអត់មានអីសោះហើយឃើញគ្រាន់តែឃើញឈាមសោះលេងចេះតែឲ្យថ្នាំសាសលេបរហូតណាអញ្ចឹងអានឹងអត់ទេណាអត់ជាអត់ត្រូវទេអញ្ចឹងបងប្អូនទាំងអស់គ្នាគួរស្វែងយល់ឲ្យច្បាស់ណាខ្លួនឯងទៅហើយដល់ពេលអ្នកខ្លះថាងគ្រូពេទ្យឲ្យវាត្រូវតែលេបហើយខ្ញុំប្រាប់គាត់ថាមិនបាច់លេបទេគាត់ថាអត់ទេគ្រូពេទ្យនឹងគាត់ឲ្យលេបហើយអញ្ចឹងសុខចិត្តលេបទៀតណាលេបយូរពោះវៀននឹងអស់អាមេរោគដែលជួយរំលាយអាហារយើងនឹងអស់ទៅវាងាប់អស់ទៅអញ្ចឹងយើងឲ្យតែដាក់អីតិចរៀកដាក់អីតិចរៀកណាបាទអញ្ចឹងគាត់ថាជូនជាយោបល់ប៉ុណ្ណឹងឯងបាទសូមអរគុណ